เรื่องนิทานเจาะกำนัดหนึ่งก้นปุแป้เตี้ยงผำปี កាលពីព្រេងនាយមានមេពពែមួយក្បាលរស់នៅក្នុងផ្ទះដ៏កក់ក្ដៅមួយក្បែរមាត់ព្រៃជាមួយកូនដ៏គួរឲ្យស្រឡាញ់ទាំងពីររបស់នាងមេពពែស្រឡាញ់កូនរបស់នាងខ្លាំងណាស់ដូចម្ដាយគ្រប់រូបដែលស្រឡាញ់កូនដូច្នោះដែរថ្ងៃមួយមេពពែត្រូវចូលទៅក្នុងព្រៃដើម្បីរកចំណីនាងក៏ហៅកូនទាំងពីរមកជុំគ្នាហើយផ្ដាំថាកូនជាទីស្រឡាញ់ម៉ែត្រូវទៅក្នុងព្រៃមួយផ្លែតកូនត្រូវនៅចាំផ្ទះហើយប្រយ័ត្នខ្លួនឲ្យមែនតើណាកុំឲ្យចោកំណាចចូលផ្ទះបានឲ្យសោះបើវាចូលបានវាប្រកាសជាចាប់កូនស៊ីទាំងអស់មិនសល់សូម្បីតែស្បែកអាខូចនោះពូកែបន្លំខ្លួនណាស់ប៉ុន្តែកូនអាចចំណាំវាបានតាមរយៈសំឡេងដ៏ធំក្រលើរបស់វានិងជើងពណ៌ខ្មៅរបស់វាកូនពពែទាំងនោះក៏ឆ្លើយព្រមគ្នាថាបាទម៉ែមិនបាច់បារម្ភទេពួកកូននឹងប្រយ័ត្នខ្លួនមេពពែលីដូច្នោះក៏អស់បារម្ភហើយដើរចូលទៅក្នុងព្រៃបាត់ទៅមិនយូរប៉ុន្មានក៏មានអ្នកមកគោះទ្វារផ្ទះតុកហើយស្រែកហៅថាបើទ្វារឲ្យម៉ែផងកូនម៉ែត្រឡប់មកវិញហើយមានរបស់ឆ្ងាញ់មកផ្ញើកូនទៀតផងប៉ុន្តែកូនពពែទាំងនោះឮសំឡេងធំក្រលើខុសប្លែកពីធម្មតាពួកវាក៏ដឹងភ្លាមថាជាចចកកំណាតពួកវាស្រែកតបទៅវិញថាយើងមិនបើកឲ្យឯងទេឯងមិនមែនជាម៉ែរបស់យើងឡើយម៉ែរបស់យើងមានសំឡេងតូចពីរោះនិងស្រទន់ឯងមានសំឡេងធំក្រលើឯងគឺជាចចកកំណាតចចកខាងណាស់វាចាក់ចេញទៅហើយទៅរកទិញដីសមួយដុំធំមកស៊ីដើម្បីធ្វើឲ្យសំឡេងរបស់វាคล้ายជាតូចនិងស្រទន់បន្ទាប់មកវាត្រឡប់មកគោះទ្វារម្ដងទៀតបើកទ្វារឲ្យម៉ែផងកូនម៉ែត្រឡប់មកវិញហើយនិយាយដោយសំឡេងតូចកូនពពែចិត្តនឹងបើកទ្វារទៅហើយប៉ុន្តែពួកវាបានឃើញជើងពណ៌ខ្មៅរបស់ចចកដាក់នៅលើមាត់បង្អួចពួកវាក៏ស្រែកថាយើងមិនបើកឲ្យឯងទេម៉ែរបស់យើងមិនមានជើងពណ៌ខ្មៅដូចឯងទេឯងគឺជាចចកកំណាចចចកខឹងរត់តែខឹងវារត់ទៅលើម្ចាស់រោងម៉ាស៊ីនកិនម្សៅហើយគំរាមឲ្យយកម្សៅពណ៌សមកលាបជើងរបស់វាឲ្យសក្បោះលើកទី3ចចកកំណាចត្រឡប់មកវិញវាគោះទ្វារហើយនិយាយយ៉ាងស្រទន់បើកទ្វារឲ្យម៉ែផងកូនម៉ែមកដល់ហើយកូនពពែស្រែកសួរថាបង្ហាញជើងឲ្យពួកយើងមើលសិនចចកក៏ដាក់ជើងដែលប្រឡាក់ម្សៅពណ៌សរបស់វាទៅលើមាត់បង្អួចពេលកូនពពែឃើញជើងពណ៌សពួកវាក៏ជឿថាជាម៉ែរបស់ខ្លួនពិតមែនហើយក៏ស្ទុះទៅបើកទ្វារផាំងទ្វារបើកភ្លាមចចកកំណាចលោតចូលទៅក្នុងផ្ទះកូនពពែទាំងពីរភ័យស្លន់ស្លោរត់ចែកជើងគ្នាពួនមួយរត់ទៅពួនក្រោមតុមួយរត់ទៅពួនក្រោមគ្រែមួយរត់ចូលក្នុងឡមួយរត់ចូលក្នុងទូមួយរត់ក្នុងក្រោយចង្ក្រានប៉ុន្តែចចកកំណាចរកឃើញពួកវាទាំងអស់ហើយចាប់លេបចូលទៅក្នុងពួកទាំងរូសម្ដងមួយក្បាលសល់តែកូនពពែពើមួយក្បាលប៉ុណ្ណោះដែលពួនក្នុងប្រអប់នាឡិកាជញ្ជាំងដែលចចករកមិនឃើញតែឆ្អែតហើយចចកក៏ដើរចេញទៅដេកលក់យ៉ាងលំនៅក្រោមដើមឈើក្បែរមាត់ស្ទឹងដោយស្រមុកលឺសូរដូចរន្ទះបន្តិចក្រោយមកមេពពែត្រឡប់មកដល់ផ្ទះអោព្រះជាម្ចាស់ទ្វារផ្ទះបើកចំហតុកទូក្រឡប់រាយប៉ាយនាងស្រែកហៅកូនប៉ុន្តែគ្មានអ្នកឆ្លើយតបនាងយំយ៉ាងខ្លាំងរហូតតែកូនពពែពើចេញពីប្រអប់នាឡិកាហើយនិយាយថាម៉ែចចកកំណាចមកចាប់បងអស់ហើយមេពពែនិងកូនពៅក៏ដើរតាមដានចចកទៅឃើញវាដេកលក់នៅមាត់ស្ទឹងមេពពែសង្កេតឃើញថាពួកដ៏ធំរបស់ចចកមានអ្វីក្រមើនៅខាងក្នុងនាងគិតថាអូប្រហែលជាកូនរបស់ខ្ញុំមិនទាន់ស្លាប់ទេនាងក៏ឲ្យកូនពៅទៅយកកន្ត្រៃនិងអំបោះមកមេពពែវះពោះចចកដែលកំពុងដេកលក់នោះថ្នមគ្រាន់តែវះបានបន្តិចកូនពពែមួយក៏លោតចេញមកនាងវះបន្តទៀតទាល់តែកូនទាំង6លោតចេញមកក្រៅដោយសុវត្ថិភាពទាំងអស់ពួកវាសប្បាយចិត្តខ្លាំងណាស់ហើយអបម្ដាយរបស់វាមេពពែក៏ប្រាប់កូនថាកូនឆាប់ទៅរកដុំថ្មធំមកម៉ានឹងដាក់ចូលទៅក្នុងពួកវាវិញពួកគេក៏ដាក់ដុំថ្មចូលពេញពោះចចករួចមេពពែក៏ដេកពួកវាវិញយ៉ាងរហ័ស
ពេលចចកភ្ញាក់ពីដេកវាមានអារម្មណ៍ថាស្រេកទឹកនិងធ្ងន់ពោះខ្លាំងវាដើរទៅមាត់ស្ទឹងទាំងរែកខ្លួនអូយហេតុអ្វីបានជាកូនពពែទាំងនេះធ្ងន់ដូចជាដុំថ្មអញ្ចឹងពេលវាអោនក្បាលទៅផឹកទឹកស្រាប់តែដុំថ្មក្នុងពោះបានទាញវាធ្លាក់ចុះទៅក្នុងទឹកព្រុងចចកកំណែក៏លង់ទឹកស្លាប់ទៅកូនពពែទាំង7និងមេរបស់វាដែលបានឃើញដូច្នោះក៏រត់មកកាន់មាត់ស្ទឹងហើយស្រែកហូរដោយក្តីរីករាយថាចចកស្លាប់ហើយចចកស្លាប់ហើយចាប់ពីពេលនោះមកពួកគេក៏រស់នៅជាមួយគ្នាប្រកបដោយក្តីសុខសាន្តរហូតតទៅ What a perfect night! We're almost home, kids! I'm glad to be back.